ថៃខឹងសម្បាសហរដ្ឋអាមេរិកមិនផ្ដល់ជំនួយដល់ថៃក្រោយរងផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូងកេកៅបានសម្ដែងការខកចិត្តចំពោះសហភាពអឺរ៉ុបដោយបញ្ជាក់ថាប្រទេសថៃមិនបានទទួលជំនួយណាមួយពីទីក្រុងវ៉ាស៊ីនតោនទេបន្ទាប់ពីរងផលប៉ះពាល់ខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាមសហរដ្ឋអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នេះបានតាមបាងកកផុសរដ្ឋមន្ត្រីការបរទេសថៃបានបង្ហាញការខកចិត្តចំពោះសហរដ្ឋអាមេរិកនៅក្នុងការដែលសម្ភាសជាមួយវ៉ាស៊ីនតោនផុសកាលពីថ្ងៃទី28ខែមេសាលោកក៏បាននិយាយថាសង្គ្រាមនេះមិនគួរកាត់ឡើងនោះទេពីព្រោះប្រទេសថៃមានទំនាក់ទំនងជាមួយរុស្ស៊ីនិងចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយសារតែសង្គ្រាមលោកស៊ីហាសាក៏បានបង្ហាញការដេរិគុណចំពោះសហរដ្ឋអាមេរិកក្នុងការដែលមិនជួយប្រទេសថៃនិងប្រទេសមិត្តរដ្ឋផ្សេងទៀតនៅក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមលោកបាននិយាយថាពួកគេមិនបាននិយាយអ្វីជាមួយយើងអំពីរបៀបដែលពួកគេអាចជួយបានឡើយហើយក៏បានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនបានតាក់ទងមកថៃផ្ទាល់និយាយថាអ្នកត្រូវតែស៊ូទ្រាំនឹងផលប៉ះពាល់ហើយយើងអាចនឹងជួយអ្នកបានលោកស៊ីហាសាបានអះអាងថាលោកត្រាំគ្រាន់តែផ្ដល់ការដែលជួយត្រឹមតែការដែលលក់ប្រេងនិងឧស្ម័នរបស់ខ្លួនទៅឲ្យប្រទេសដែលត្រូវការប្រេងតែប៉ុណ្ណោះបន្ទាប់ពីបិទច្រក Hormuz បាងកកផុសក៏បានបន្តនៅក្នុងការដែលសម្ភាសជាមួយនឹងមន្ត្រីចិនលោកវ៉ាងយីនៅខេត្តក្របីលោកស៊ីហាសាក៏បាននិយាយថាថៃមិនចង់ថ្កោលទោសសហរដ្ឋអាមេរិកទេប៉ុន្តែសង្គ្រាមនេះមិនគួរកើតមានឡើយតាំងពីដំបូងលោកថាប្រទេសថៃនិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺបានប្រឈមមុខជាមួយនឹងការកើនឡើងនៃតម្លៃប្រេងនិងជីព្រោះការដែលរំខានទៅដល់ការដែលដឹកជញ្ជូនដោយសារតែចំនួននៅមជ្ឈមបូព៌ាកំពុងតែបង្កឲ្យមានទៅនឹងបញ្ហាសេដ្ឋកិច្ចរដ្ឋមន្ត្រីក្រសួងកសិកម្មថៃលោកស៊ូរិយាជុងរុងរេងគីកបានទៅទីក្រុងមូស្គូដើម្បីចរចាអំពីការដែលនាំចូលជីជាមួយរុស្ស៊ីលោកស៊ីហាសាក៏បាននិយាយថាពេលនេះប្រទេសថៃកំពុងតែព្យាយាមទិញប្រេងឆៅពីរុស្ស៊ីប៉ុន្តែគឺមានក្តីបារម្ភអំពីការដែលរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលធនាគារថៃមិនអាចធ្វើប្រតិបត្តិការបានកាលពីសប្តាហ៍មុនលោកស៊ីហាសាក៏បានធ្វើដំណើរទៅអូម៉ង់ដើម្បីពិចារណាអំពីវិធីសុវត្ថិភាពសម្រាប់ការដែលឆ្លងកាត់ទៅនឹងច្រក Hormuz បន្ទាប់ពីចាក់ចេញពីអូម៉ង់លោកក៏មានអារម្មណ៍ថាជនជាតិអូម៉ង់មិនមានសន្តិភាពនិយមអំពីបទឈប់បាញ់ក្នុងពេលខាងមុខទេរដ្ឋមន្ត្រីថៃក៏បានប្រាប់ទៅ Washington Post ថាគោលបំណងរបស់លោកត្រាំគឺមានការផ្លាស់ប្ដូរគ្រប់ពេលកន្លងមកគោលបំណងដំបូងគឺការដែលផ្លាស់ប្ដូរទៅនឹងរបបប៉ុន្តែឥឡូវនេះគឺជាការដែលបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកក៏បានបន្ថែមថាគោលនយោបាយរបស់សហរដ្ឋអាមេរិកមិនអាចទាយទុកបាននិងមិនត្រឹមតែនៅក្នុងសង្គ្រាមនោះទេលោកស៊ីហាសាបាននិយាយថាប្រទេសចិនកំពុងបង្ហាញខ្លួនជាដៃគូដែលមានស្ថិរភាពនិងភាពស៊ីសង្វាក់ជាងមុនក្នុងតំបន់អាស៊ីទោះបីជាចិនមានផលប្រយោជន៍ស្នូលនៅក្នុងការដែលប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិកក៏ដោយ